thì nên cái khơiបណ្ដាអ្នកចែកចាយឥឡូវយើងកំពុងនិយាយនេះវាចាត់ទុកថាអ្នកចែកចាយប៉ុន្តែអ្នកចែកចាយក៏ផ្ដល់នៅគេហៅថាចរិតកណ្ដាលចរិតនៃក្រមសីលធម៌ចរិតនៃព័ត៌មានទៅមិនឲ្យមានភាពជ្រុលយើងមកបានស្ដាប់អ្នកវិភាគទេអ្នកវិភាគគាត់បានលើកសេណារីយ៉ូជាច្រើនប៉ុន្តែសម័យបច្ចុប្បន្នគាត់មានសេណារីយ៉ូមួយដែរគាត់បញ្ចូលគាត់ថាសេណារីយ៉ូនោះមានឥទ្ធិពលរហូតទៅដល់20 ទៅ 30% កណ្ដាលជាសេណារីយ៉ូមួយបានតែសម្ដៅពួក MMO តែម្ដងកណ្ដាលកើតវីដេអូផ្សាយផ្សំកណ្ដាលហ្នឹងផ្សាយផ្សំជាលក្ខណៈទាញអ្នកនេះទាញអ្នកនោះទៅនិយាយដំណើរតំណងចូលអីចឹងទៅដំណើរតំណងពេលខ្លះគាត់និយាយបែប server ទៅវិញក៏មានកណ្ដាលវាមិនផ្ដល់ផលចំណេញកណ្ដាលទៅហើយក៏រុញចំណៃទាំងអស់ហ្នឹងទលំទលាយហើយពេលខ្លះអ្នកដែលមានចំណេះដឹងពិតត្រូវបានរុញព័ត៌មានហ្នឹងវាអត់គ្រប់ជ្រុងជ្រោយទៅវិញអញ្ចឹងអញ្ចឹងវាអតិពលចឹងមិនគាត់លើកឡើងថាអតិពល MMO តាមក៏ពិតពី MMO មិនអាក្រក់ទេដូចជាភាសាខ្មែរនិយាយតាំងពីដើមមកនិយាយថាកាហ្វេការញ៉ាំវាមិនអាក្រក់គណៈអ្វីដែលអាក្រក់មកកាហ្វេប៉ះពាល់សុខភាពអីចឹងទៅសាររាង្គកាយទីទី1ទី2ការជក់បារីមិនជារឿងអាក្រក់អញ្ចឹងបង្ហាញពីប្រទេសឬក៏ជនជាតិលយគេអាងគេណាប៉ុន្តែអ្វីដែលអាក្រក់ពីបារីគឺប៉ះពាល់សុខភាពណាអញ្ចឹងយ៉ាងណាមិញពាក្យទៅ MMO ជាពាក្យមួយដែលសម្រាប់មនុស្សសម័យទំនើបគេធ្វើការគេធ្វើការងារបែបថារលួយអនឡាញប៉ុន្តែគោរពទៅតាមសិលធម៌វិជ្ជាជីវៈអញ្ចឹងក៏ប៉ុន្តែនៅពេលដែលការផលិតនោះវាបង្កើតទៅជាទិន្នន័យមួយដែលភ្ជាប់ទៅដោយជំនឿភាពរងគ្រោះទៅជាមួយភាពអនាធិបតេយ្យទៅជាមួយវាអតិពលបន្តិចម្នាក់ហ្នឹងវាទៅជាមានទិន្នន័យព័ត៌មានទាំងអស់ហ្នឹងវាគ្របលើព័ត៌មានដែលមានចំណេះដឹងគឺណាបងថ្ងៃមកតាមដានការស្ដាប់មកលើកឈ្មោះបងសាស្ត្រាចារ្យមួយរូបដែលគាត់តែងតែលើកឡើងពីនឹងកាទីនបានស្ដាប់នេះគឺបងអានសិដ្ឋានឹងអានសិដ្ឋាគាត់តែងតែនិយាយអំពីគាត់ជាអ្នកបង្កើតមេតិកាហើយគាត់ជាអ្នកដែលធ្វើការងារនៅព្រះជូមែនទេទៅគាត់ចែករំលែកនៅមានន័យថារឿងរ៉ាវល្អៗពីរឿងសង្គមហ្នឹងហើយមកចង់និយាយថាស្ដាប់គាត់ដោយស្ដាប់សាស្ត្រាចារ្យមួយរូបគាត់និយាយមកគាត់មានទិន្នន័យគាត់ផ្ដល់នៅព័ត៌មានអញ្ចឹងបានមកជួយពីមទៅមាននៅលោកថាមកសារថាកាលណាដែលយើងនិយាយអីផ្អែកទៅលើព័ត៌មានផ្អែកទៅលើការអានសៀវភៅផ្អែកទៅលើការសិក្សារៀនសូត្រយើងនិយាយមិនក្បត់មនសិការគឺណាក្បត់នៅចំណេះដឹងគឺណាហើយអ្នកបាទសូមជម្រាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនិយាយពីរឿងស្ថានភាពនៅតាមព្រំដែនណារឿងនៃការធ្វើពាណិជ្ជកម្មកម្ពុជាថៃណាហើយមានបងប្អូនមួយចំនួននៅតែច្រឡំបាទនៅតែច្រឡំថាកម្ពុជានឹងបិទព្រំដែនបិទច្រកតាមពិតទៅកម្ពុជាបានប្រកាសថាយើងបិទការនាំចូលទំនិញលើបន្លែនិងផ្លែឈើទេណាមិនមែនបិទច្រកព្រំដែនទេគឺព្រំដែននៅតែមានសកម្មភាពដដែលទេគាត់ថាកម្ពុជាគឺប្រកាសថាគ្រប់ច្រកទាំងអស់ហ្នឹងគឺអត់ឲ្យនាំចូលបន្លែនិងផ្លែឈើពីថៃចូលទឹកដីខ្មែរណានេះគឺជារឿងមួយដែលបងប្អូនកុំច្រឡំថាខ្មែរយើងនឹងបិទព្រំដែនណាគឺខាងភាគីថៃទេយោធាថៃទេគាត់បិទព្រំដែនណាប៉ុន្តែកម្ពុជាអត់បានបិទព្រំដែនទេដែលខ្ញុំចង់បញ្ជាក់ហើយបញ្ជាក់ទៀតថាបងប្អូនកុំយល់ច្រឡំចំណុចហ្នឹងអ្វីដែលយើងឮថាយើងអត់ទិញទំនិញផ្លែឈើឬក៏បន្លែពីប្រទេសថៃនោះមិនមែនមានន័យថាយើងបិទច្រកទេយើងគឺយើងអត់ទិញប្រភេទផល2នឹង2ប្រភេទហ្នឹង
ហើយដែលខ្ញុំចែកម្លេចចំណុចនេះគឺខ្ញុំចង់និយាយថានៅពេលដែលបិទតំណែងលើបន្លែនិងផ្លែឈើដែលកម្ពុជាអត់ទិញហ្នឹងយើងសួរថាក្នុងមួយឆ្នាំដែលយើងទិញបន្លែនិងផ្លែឈើពីថៃប្រមាណហើយខាតថៃនឹងខាតប្រមាណអញ្ចឹងនៅពេលដែលយើងអត់ទិញថៃនឹងខាតហើយយើងអាចទៅទិញតំណែងពីប្រទេសផ្សេងណាហើយជាទូទៅក្នុងមួយឆ្នាំបើយោងតាមតួលេខរបស់របាយការណ៍វិភាគទិន្នន័យ OEC នៅក្នុងឆ្នាំ2023យើងទិញបន្លែខ្ញុំអត់មានតួលេខខាងផ្លែឈើខ្ញុំសូមនិយាយករណីបន្លែយើងទិញបន្លែពីថៃហ្នឹងគឺ46លានអញ្ចឹងយើងយក46លានដុល្លារចែកនឹង365ថ្ងៃទៅយើងឃើញថាមួយថ្ងៃគឺប្រហែលជា$130,000ដែលយើងចាយទៅទិញបន្លែពីប្រទេសថៃអញ្ចឹងបើសិនជាយើងអត់ទិញមួយថ្ងៃគឺថៃហ្នឹងគឺខាត$130,000យើងយក$130,000យើងទៅទិញបន្លែក្នុងស្រុកយើងឬក៏ទិញពីវៀតណាមឬក៏ទិញពីចិនអីណាហើយយើងទិញពីប្រទេសវៀតណាមប្រហែលជា$42លានក្នុងមួយឆ្នាំហើយយើងទិញពីចិន$35លានលើបន្លែខ្ញុំនិយាយតែបន្លែអញ្ចឹងនេះគឺជាជំរឿនដែលយើងអាចទិញបានហើយខ្ញុំសូមបើកកញ្ចក់ទៀតថាការអត់ទិញបន្លែនិងផ្លែឈើពីប្រទេសថៃហ្នឹងកម្ពុជាដែលអត់ទិញពីប្រទេសថៃហ្នឹងគឺជាការដាក់សម្ពាធទៅយោធាថៃដែលបិទព្រំដែនណាបិទព្រំដែននៅខ្មែរយើងគឺមិនមែនបិទព្រំដែនទេយើងនៅតែមានចរាចរណ៍រវាងគ្នានឹងគ្នាព្រំដែនទាំងអស់នោះគឺយើងបើកធម្មតាគ្រាន់តែរឿងបន្លែនិងផ្លែឈើពីថៃគឺយើងអត់ទិញគ្រប់ច្រកអញ្ចឹងបើសិនជាបិទកាន់តែយូរទៅថៃនឹងកាន់តែខាតពីមួយថ្ងៃទៅមួយថ្ងៃណាវាជារឿងមួយដែលដាក់សម្ពាធក្រមយោធាថៃប៉ុន្តែខ្ញុំសូមភ្ជាប់ទៅនឹងតួលេខមួយដែលខ្ញុំចង់និយាយពីរឿងស្ថានភាពនៃការធ្វើពាណិជ្ជកម្មមានន័យថាមធ្យោបាយដែលកម្ពុជានឹងលក់ហើយនឹងកម្ពុជាទិញតំណែងពីពិភពលោកហើយនឹងប្រទេសថៃតើគេប្រើមធ្យោបាយអីដែលគាត់លក់តំណែងហើយឬក៏ទិញតំណែងពីពិភពលោកនឹងដែលខ្ញុំចង់ចែកនិយាយជាចំណេះដឹងបន្ថែមទៅនឹងរឿងស្ថានភាពនៃការបិទព្រំដែនហ្នឹងបិទព្រំដែនរបស់យោធាថៃណាហើយខ្មែរយើងមិនមែនបិទព្រំដែនទេយើងគ្រាន់តែអត់ទិញតំណែងលើប្រភេទបន្លែនិងផ្លែឈើយើងមើលនៅក្នុងប្រទេសកម្ពុជានៅក្នុងបរិមាណទំនិញដែលយើងធ្វើពាណិជ្ជកម្មមានទាំងការនាំចេញនាំចូលអញ្ចឹងការពីតួលេខរបស់អាស៊ានរបាយការណ៍អាស៊ាននៅក្នុងឆ្នាំ2023នោះគឺយើងថាពាណិជ្ជកម្មសរុបរបស់ខ្មែរយើងនោះគឺ50,000លានអញ្ចឹងនៅក្នុងចំណោម50,000លាននោះយើងប្រើមធ្យោបាយផ្លូវគោកនោះគឺ26%ហើយផ្លូវទឹកគឺ62%ហើយផ្លូវអាកាសគឺ13%អញ្ចឹងប្រើមធ្យោបាយផ្លូវទឹកនោះគឺច្រើនជាងគេ62%ថៃវិញទំហំពាណិជ្ជកម្មថៃហ្នឹងគឺប្រមាណជា$592,000លានអញ្ចឹងគេលើខ្មែរយើងប្រហែលជាង10ដងណាអញ្ចឹងថៃគេប្រើមធ្យោបាយផ្លូវគោកហ្នឹង9%ហើយផ្លូវទឹកហ្នឹងគឺ67%ហើយផ្លូវអាកាសហ្នឹង22%អញ្ចឹងគេមានន័យថាមធ្យោបាយផ្លូវគោករបស់ខ្មែរហ្នឹងគឺមានកម្រិតមួយខ្ពស់ហើយថៃគឺ9% នៃទំហំពាណិជ្ជកម្មរបស់គេសរុបទេប៉ុន្តែបើយើងអង្គនិយាយទៀតគាត់ថាយើងនិយាយពីការនាំចេញឬក៏យើងនិយាយថាថៃលក់តើលក់តំណែងហ្នឹងប្រើមធ្យោបាយណាច្រើនជាងគេហើយកម្ពុជាវិញប្រើមធ្យោបាយលក់តំណែងហ្នឹងមធ្យោបាយណាច្រើនជាងគេយើងមើលនៅក្នុងករណីប្រទេសកម្ពុជាណានៅក្នុងចំណោមដែលយើងលក់តំណែងទៅកាន់ពិភពលោកណាអញ្ចឹងគឺប្រមាណជាជាង$20,000លានហ្នឹងគឺយើងលក់តំណែងតាមមធ្យោបាយផ្លូវគោកហ្នឹងគឺ4,300លានហើយមធ្យោបាយផ្លូវទឹកហ្នឹងគឺជាង$15,000លានសហរដ្ឋអាមេរិកហ្នឹងគឺយើងប្រើមធ្យោបាយផ្លូវទឹកហ្នឹងច្រើនជាងគេមានន័យថាអ្វីយើងលក់ណាអញ្ចឹងយើងលក់ឲ្យពិភពលោកហើយថៃគឺនៃការលក់តំណែងរបស់ថៃសរុបហ្នឹងគឺ287មានន័យថាថៃនាំចេញទៅកាន់ពិភពលោកហ្នឹង$287លានតាមរយៈផ្លូវគោកហ្នឹង29,000លានហើយផ្លូវទឹកហ្នឹងគឺ196,000លានអញ្ចឹងផ្លូវទឹកហ្នឹងគឺមធ្យោបាយច្រើនជាងគេរបស់ថៃអញ្ចឹងទាំងកម្ពុជានិងថៃប្រើមធ្យោបាយផ្លូវទឹកហ្នឹងច្រើនយើងមើលទិញវិញកម្ពុជាទិញតំណែងពីពិភពលោកប្រើប្រាស់មធ្យោបាយផ្លូវគោកហ្នឹងគឺប្រមាណជា$9,000លានក្នុងចំណោមបរិមាណតំណែងដែលយើងទិញ$30,000លានអញ្ចឹងថៃគឺមានការទិញតំណែងពីប្រទេសដែលថៃទិញតំណែងពីពិភពលោកសរុបហ្នឹងគឺ$305,000លានហើយក្នុងនោះគឺមធ្យោបាយផ្លូវគោក$28,000លានហើយផ្លូវទឹកហ្នឹងច្រើន207,000លានក្នុងចំណោម$305,000លានដែលថៃទិញតំណែងយកមកប្រើប្រាស់ហ្នឹងគឺមធ្យោបាយផ្លូវទឹកហ្នឹងគឺ$207,000លានសហរដ្ឋអាមេរិកហើយខ្មែរយើងគឺ$15,000លានក្នុងចំណោមទឹកប្រាក់$30,000លានដែលយើងទិញពីពិភពលោកយកមកប្រើប្រាស់ដោយប្រើប្រាស់មធ្យោបាយផ្លូវទឹកនេះគឺជាបរិមាណហើយបើសិនយើងនិយាយសរុបងាយយល់ថៃលក់តំណែងតាមផ្លូវគោកហ្នឹងគឺ10%ខ្មែរយើងលក់តំណែងតាមផ្លូវគោក20%អញ្ចឹងខ្មែរយើងប្រើប្រាស់មធ្យោបាយផ្លូវគោកលក់តំណែងហ្នឹងច្រើនជាងថៃ2ដងប៉ុន្តែថៃទិញតំណែងតាមផ្លូវគោក9%កម្ពុជាទិញតំណែងតាមផ្លូវគោកគឺ30%អញ្ចឹងយើងប្រើប្រាស់មធ្យោបាយផ្លូវគោកហ្នឹងច្រើនជាងថៃលើការទិញតំណែងយើងការនាំចូលគឺទិញតំណែងហ្នឹងគឺច្រើនជាងថៃហ្នឹងប្រហែលជា3ដងនេះគឺជាមធ្យោបាយនៃការធ្វើពាណិជ្ជកម្មមានន័យថាអ្វីដែលយើងលក់ហើយនឹងអ្វីដែលយើងទិញពីពិភពលោកដោយប្រើប្រាស់មធ្យោបាយផ្លូវទឹកឬក៏មធ្យោបាយផ្លូវគោកហើយមានតំណែងខ្លះដែលយើងប្រើប្រាស់ផ្លូវអាកាសប៉ុន្តែវាមានតិចតួចទេអញ្ចឹងមធ្យោបាយផ្លូវទឹកហ្នឹងគឺច្រើនជាងគេថៃក៏ប្រើប្រាស់មធ្យោបាយផ្លូវទឹកច្រើនហើយកម្ពុជាក៏ប្រើប្រាស់មធ្យោបាយផ្លូវទឹកច្រើនដោយសារតែវាបើនិយាយពី cost មានន័យថាថ្លៃដើមគឺ
និយាយមានកម្រិតមួយទៀតជាងផ្លូវតាមផ្លូវគោកណានេះគឺជារឿងស្ថានភាពនៃមធ្យោបាយនៃការធ្វើពាណិជ្ជកម្មរវាងកម្ពុជាទៅកាន់ពិភពលោកហើយនឹងពីប្រទេសថៃទៅកាន់ពិភពលោកអញ្ចឹងនៅក្នុងករណីប្រទេសកម្ពុជាថៃគាត់បិទព្រំដែនអញ្ចឹងគាត់បិទព្រំដែនគឺបិទព្រំដែនផ្លូវគោករវាងកម្ពុជាហើយនឹងថៃប៉ុន្តែប្រទេសកម្ពុជាមិនមែនបិទព្រំដែនទេគ្រាន់តែជាការដាក់សម្ពាធថាយើងអត់ទិញទំនិញលើបន្លែនិងផ្លែឈើពីប្រទេសថៃយើងបើកច្រកធម្មតាអញ្ចឹងគ្រាន់តែបន្លែនិងផ្លែឈើគឺយើងអត់ទិញពីប្រទេសថៃបាទនេះគឺជាព័ត៌មានមួយដែលខ្ញុំចង់បញ្ជាក់ប្រាប់ឲ្យបងប្អូននឹងយល់អំពីស្ថានភាពនៃជំហររបស់ប្រទេសកម្ពុជារឿងការអត់ទិញទំនិញលើបន្លែនិងផ្លែឈើពីប្រទេសថៃមិនមែនជារឿងបិទព្រំដែនទេបាទខ្លះគាត់ព្រមក្បត់មនសិការចំណេះដឹងដើម្បីផលប្រយោជន៍មួយគ្រាប៉ុន្តែយើងគិតថាយើងបានផលប្រយោជន៍មួយគ្រាប៉ុន្តែអានោះវាជាអាវុធគឺណាតាមទៅសម្រាប់មនុស្សជាច្រើនអ្នកណាធ្វើឲ្យឈួតវិញវិញខ្ញុំបាននឹកឃើញនៅធម៌របស់ព្រះសម្មាសម្ពុទ្ធអង្គពោលថាអនន្តរិយកម្មមានទោសធ្ងន់ចំណែកប៉ុន្តែបុគ្គលដែលនាំឲ្យបុគ្គលដទៃឈួតព្រោះទឹកធិអានោះវាជ្រាវជ្រៅធ្ងន់ទៅបានព្រះអង្គសុខចិត្តទាញទេវទត្តនោះឲ្យមកមួយគ្រាសិនទទួលទេវទត្តមិនអាចកាយទៅរឹកទាញទេវទត្តធ្វើម៉េចមិនឲ្យខុសនៅមុខព្រះអង្គតាឡូចប៉ុន្តែកុំឲ្យទេវទត្តនាំអ្នកដទៃខុសសុខចិត្តឲ្យខុសដូចស្មាចឹងសុខចិត្តឲ្យកូនឬក៏ឪពុកម្ដាយឲ្យកូនធ្វើខុសមុខចំពោះខ្លួនតែកុំឲ្យខុសចំពោះអ្នកដទៃច្រើនពេកការជឿចំលោកព្រោះអ្នកដទៃទៅវាចម្លងពេលខ្លះអ្នកនឹងជឿឲ្យគាត់មិនបានជាបានគាត់ស្រាប់ទៅយកអានោះទៅបង្កើតគំនិតបន្តណែឥឡូវដល់មកចាំចារណារឿងតម្លៃនៃការស្ដាំហ្នឹងអញ្ចឹងឈ្មោះនៃពាក្យថា NMO វាមិនអាក្រក់ទេប៉ុន្តែអ្វីដែលអាក្រក់ព័ត៌មានដែលផលិតមកវាបានដល់នៅគុណវិបត្តិគិតមិនដែរកណាគិតថាដោយសារសម័យពីដើមគឺយើងអត់ទាន់មានអាប្រព័ន្ធ social media ហ្នឹងយើងតាមរយៈជឿតាមមនុស្សអីទៅប្រាប់អីចឹងទៅថាវាចេះចឹងទៅទូកំផឹងទូអីចឹងទៅប៉ុន្តែដល់ពេលមកសម័យនេះគឺខាង MMO ហ្នឹងគឺក៏ជាអាវុធមួយបណ្ដុះចំនួនដែរកណានិយាយរឿងចំនួនរវាងជាតិសាសន៍គឺពេលខ្លះទៅវីដេអូដែលលោកគ្រូឃើញថាជនជាតិថៃវាយប្រជាជនខ្មែរហ្នឹងវាមានមែនប៉ុន្តែវីដេអូខ្លះវាមិនមែនវីដេអូពិតវាមានករណីនឹងកើតឡើងមែនយើងទទួលស្គាល់ប៉ុន្តែវីដេអូខ្លះមិនមែនជាវីដេអូការពិតទេដល់អញ្ចឹងទៅនៅពេលដែល MMO យកវីដេអូហ្នឹងមកផុសទាំងមិនដឹងច្បាស់លាស់មិនស្រាវជ្រាវកណាដល់អញ្ចឹងទៅធ្វើឲ្យខ្មែរយើងហ្នឹងគឺទាំងយើងទាំងគេឈឺចាប់គេវាយជនជាតិខ្លួនឯងគឺឈឺចាប់ខ្លាំងណាស់ហើយបើសិនជាអ្នកដែលទទួលបានការអប់រំតិចគឺច្បាស់ជាបើសិនជាមានជនជាតិថៃនៅក្បែរគឺទៅវាយកម្ដងមកណាអញ្ចឹងហើយវាជាអាវុធមួយដែរសម្រាប់បណ្ដុះអាជាតិនិយមខ្លាំងជ្រុលហៅថាជ្រុលនិយមជាតិនិយមវាអត់ខុសទេជាតិនិយមគឺយើងស្រឡាញ់ជាតិយើងមែនទេនោះទាំងលោកគ្រូទាំងកណាក៏មានជាតិដូចយើងទទួលស្គាល់ថាជាតិនិយមរបស់ថៃក៏មិនអាក្រក់ទេដើម្បីជាសាសគេគាត់ថាជ្រុលនិយមទៅហ្នឹងហើយទៅអាក្រក់លោកការជ្រុលទេបានវាជ្រុលកណាធ្វើយើងថាធ្វើអីក៏ដោយកុំឲ្យជ្រុលអូខេទទួលស្គាល់កណាអញ្ចឹងហើយមួយទៀតបញ្ហារឿងចំណេះដឹង MMO ក៏ជាផ្នែកមួយដែលផ្ដល់ចំណេះដឹងខុសទៅដល់មនុស្សតែកាលណាផ្ដល់ចំណេះដឹងខុសដល់មនុស្សវាប្រៀបដូចអាវុធមួយដូចលោកគ្រូមានចរិយាកម្មអីថាដឹកនាំគេឲ្យខុសគឺគេមើលគេស្ដាប់យើងនិយាយទៅបើសិនជាយើងតន់ល្បីមិនអីទេតែយើងល្បីដែរគេចាប់តាមយើងអ្នកផ្សាយដឹងតែគឺណាលោកយើងមានខ្លួនឯងយើងមានគោលចំពោះភាពរឹងមាំគឺណាមានន័យថា MMO ដូចអ្នកចុងភៅចំអិនអាហារអញ្ចឹងគឺណាគាត់ថាគេចូលចិត្តណែកៅថាគ្រឿងញៀនយើងដាក់កញ្ឆាខ្លះអ្នកទស្សនាទៅថែមគ្រឿងកញ្ឆាបានគាត់លុបមួកណាគឺណាហើយយើងថែមគ្រឿងកញ្ឆាទៅ
anh ấy thay với việc mình ấy ấy anh ấy nhắm cái này tu sửa ná cái nào chấm cọt chỉ nợផលិត ដូចជាអ្នកខុសរឿង cái nào គេយើងនិយាយថាភាសាអ្នកផលិតសាច់ការហ្នឹងដំណើររឿងគាត់អត់អីហ្មង cái nào គេមានគោលដៅរបស់គេ cái nào តែអ្វីដែលអ្នកបញ្ហាគឺអ្នកមើល cái nào គឺអ្នកហូបហ្នឹងគឺមានបញ្ហាច្រើន cái nào cái nàoឃើញមួយដែររឿងវីដេអូឥឡូវហ្នឹងមែនតើរដ្ឋាភិបាលក្រសួងព័ត៌មានកំពុងតែចាប់អារម្មណ៍លើរឿងហ្នឹងគឺអឺចាត់វិធានការច្បាប់ទៅលើអ្នកដែលផលិតវីដេអូคล้ายมันមានប្រភពច្បាស់លាស់គឺមានការចាត់វិធានការច្បាប់ទៅលើបុគ្គលទាំងអស់ហ្នឹងហើយមួយទៀតកណាឃើញដែរឃើញរឿងទៅសុភាកងក្លប់អីចឹងណាលោកគ្រូអូបើសិនតែយើងត្រូវមកសុភាចឹងអីទេបើសិនជាយើងដើរជ្រុលជាងនឹងទៀតទៅខលកន្លែងកងក្លប់យើងនឹងមានបញ្ហាពីព្រោះអីកន្លែងក្លប់ជាកន្លែងសម្ងាត់យើងអត់អាចដូចកណាហ្នឹងកណាដឹងរឿងចឹងតែកណាអត់អាចនិយាយបានដែរព្រោះវាជាកិច្ចការងារទៅមុននឹងគេទៅច្រើននេះក៏ស្មាននឹងទីនក៏បានទៅដោយអាចថាយើងជាពេលវេលាអ្នកដែលនាំមុខដែរណាកណាទៅហើយយើងក៏បានជួយតាមរយៈឧបភោគបរិភោគនឹងគ្រឿងប្រើប្រាស់កណាទៅហើយក៏ពួកគាត់នាំឲ្យទៅដល់មើលទីលានដ្ឋានប៉ុន្តែគាត់ហាមថតទោះគាត់ហាមក៏យើងមិនថតកណាអូយមកឃើញតែគ្នាយើងទៅទាំងអស់គ្មានណាថតទេកណាពួកយើងទៅទាំងដាច់កណាលោកគ្រូទេដល់ពេលយើងទៅទាំងហ្នឹងគ្មានត្រូវហាមណាគេទេកណាពួកយើងដឹងថាកន្លែងណាគួរថតកន្លែងណាមិនគួរថតកណាលោកគ្រូទេហ្នឹងគឺចំណុចហ្នឹងហើយប៉ុន្តែបើសិនជាវិស័យផ្សេងគេថាបានអាហ្នឹងទៅប្រើហើយអ្នកចាំតែមើលចាំទៅតំបន់កងទ័ពមួយគឺមិនត្រូវថតបន្តហើយមួយទៀតគឺការថតនៅពេលដែលទ័ពចាប់ផ្ដើមចេញដំណើរលោកគ្រូឃើញមកជំនាញរយៈពេលហ្នឹងគឺថតទ័ពកំពុងតែចេញដំណើរលើហើយដូចទៅសមរភូមិដូចខ្លួនខ្មែរអញ្ចឹងដូចទីណែងកាលទៅមួយគ្នាឲ្យតែស្មាមានពេលវេលាមិត្តភក្តិស្មានៅហ្នឹងចំណាំឲ្យតែមានភ្នែកចង់មើលចង់ទៅមើលកន្លែងអីចង់ទៅតូតឃើញផ្ទាល់ប៉ុណ្ណេះតែកាន់តែមិនថតទេទីលានកំភ្លើងភូមិទីលានអីគឺការនាំទៅមើលរកស្រស់ក៏បានគឺអត់យើងអត់មានពេលកណាលោកគ្រូកាលណាយើងថតទៅមិនមែនត្រឹមតែនេះទេវាមានបញ្ហាច្រើនទី1គឺខ្មាំងដឹងថាយើងមានអីខ្លះហើយដោយសារតែកំភ្លើងហ្នឹងវាមានចម្ងាយរបស់វាប្រសិទ្ធភាពនៃការបាញ់អញ្ចឹងគេអាចស្មានថាយើងដាក់ចម្ងាយណាពីព្រំដែនទី2វាធ្វើឲ្យចំនួនហ្នឹងកាន់តែរីករាលដាលនៅពេលដែលគេដឹងថាយើងបញ្ជូនទ័ពទៅមុខច្រើនដល់អញ្ចឹងហើយខាងគេនោះក៏អញ្ចឹងដែរខាងគេនេះអញ្ចឹងហើយខាងថៃហ្នឹងដំបងឡើយហ្នឹងឃើញមានថតឃើញមានអីដូចយើងដែរប៉ុន្តែក្រោយមកនៅពេលដែលខាងយើងខាងក្រសួងការពារជាតិយើងប្រាប់ប្រជាជនកុំឲ្យថតទៅខាងគេនោះប្រាប់ដែរគេប្រាប់ប្រជាជនគេកុំឲ្យថតដែរអញ្ចឹងបណ្ដាញសង្គមនេះវាប្រៀបដូចជាមុខអាវុធមុខពីរអញ្ចឹងទាំងផ្ដល់ចំណេះដឹងខុសទាំងបដិគំនិតជាតិនិយមហើយក៏រឿងចឹងវាធ្វើឲ្យភាគីម្ខាងទៀតប្រយ័ត្នខ្លួនដែរពេលយើងទាំងគេគឺប្រយ័ត្នខ្លួនមែនទេណាយើងបញ្ជូនទៅព្រំដែនយើងមិនមែនទៅវាយគេទេយើងទៅការពារខ្លួនទេប៉ុន្តែយើងអត់ត្រូវថតទេគួរថតទៅសោះនៅពេលដែលយើងនិយាយភាសាហ្នឹងយើងមិនតោះចំពោះនរណាគ្រាន់ថាការភាសាវាផ្ដល់នៅកូនសោកណាលោកគ្រូកូនសោជាច្រកចេញហើយសិនយើងជាខ្មែរអាចនិយាយស្ដាប់គ្នាបានមិនថាជានរណាទេយើងអ្វីដែលយើងគិតថាផលិតទៅដើម្បីផ្ដល់នូវផលប្រយោជន៍ផ្ដល់នូវព័ត៌មានហ្នឹងយើងផលិតទៅណាកណាលោកអ្វីមួយដែលផ្ដល់ព័ត៌មានទៅវាមានអបលៈវិបដិសារៈមាននៅមន្ទិលមាននៅរឿងហៅថាពេលខ្លះវាឈួតវិញអីចឹងទៅស្មាពីនេះដឹងស្មាមិនមនុស្សនៅភពផ្កាយទេបួសនៅពិភពមនុស្ស
ឲ្យស្មាកិច្ចទៅណាអាត្មាជាអ្នកដើរគ្រប់វិស័យហ្នឹងគិតបាច់ចាំមកនិយាយពួនហ្នឹងក៏ថាគាត់ថាវិស័យច្រកណាក៏អាត្មាដើរចូលដែរ កណ្ណា តែមកតែមានគោលចំហមួយគឺក្បត់អីក្បត់បានមិនអាចក្បត់មនសិការចំណេះដឹង បដំមកតេ ឧត្តមកតិធ្វើគ្រប់សពបែបយ៉ាងក៏ប៉ុន្តែនៅតែនិយាយជាផ្លូវការយើងប្រកាន់គោលចំហរបស់យើង កណ្ណា មិនមែនមានន័យថាអូយើងប្រកាន់គោលចំហហើយយើងអត់ចូលចិត្តរបស់ហ្នឹងយើងអត់ទៅក្បែរទេមនុស្សខ្មែរមិនចូលចិត្តក្តីមិនចូលចិត្តក្តីទៅក្បែរបានដូចគ្នាអត់ដែរតែបើសួរជាគោលចំហជាឧត្តមកតិមានអាចនិយាយប្រាប់បាន កណ្ណា ហើយបើសិនជាយើងមានចំណេះដឹងគួរតែយើងប្រើប្រាស់ចំណេះដឹងយើងហ្នឹងជាភាពផ្សាយក ណ្ណា ជាភាពផ្សាយហើយដល់ពេលយើងមានចំណេះដឹងយើងទៅទាញយកមកចង់និយាយថាយើងកំពុងមានមាសយ៉ាង កណ្ណា តែយើងអត់យកមាសមកកែច្នៃយើងយកទៅលាក់ទុកក្រោមផ្ទះហើយយើងទៅប៉ាតផុកយើងយកអាលីមួករបស់គេយកមកលាបខ្លួនឯងថាខ្លួនឯងលាបរបស់ល្អហើយក ណ្ណា យកដល់ពេលចឹងទៅវាបាត់ឧត្តមកតិរបស់ខ្លួនឯង កណ្ណា ហ្នឹងព្រោះការបាត់បង់ឧត្តមគតិនឹងឯងយើងធ្វើឲ្យខ្មែរយើងក៏ពង្វេងច្រើនដែរ កណ្ណា